សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកសូមបង្ហាញអំពីមុខអ្នកជំងឺដែលគាត់មានបញ្ហាមុនកប់ខ្ទុះមុនក្បាលខ្មៅហើយស៊ីរូងជ្រៅមែនតើអញ្ចឹងបងប្អូនទាំងអស់គ្នាអាចទស្សនាបានសូមមេត្តាបងប្អូនជួយ like ជួយ subscribe channel របស់បងប្អូនផងដើម្បីឲ្យបងប្អូនមានកម្លាំងធ្វើបន្តទៀតអញ្ចឹងណាអញ្ចឹងយើងមើលទាំងអស់គ្នាបងប្អូនអើយមុខនេះដោយសារគាត់ទុកយូរពេកអញ្ចឹងមុននោះវាស៊ីកប់ជ្រៅហើយយូរទៅវាទៅជាការសម្អាតមុខផ្ទៃមុខឲ្យបានស្អាតល្អធ្វើឲ្យមានសំណល់ម្សៅកកយូរទៅជាមុនសាច់ដែលយើងមិនបានលាងស្អាតឲ្យបានជ្រៅល្អទេវានឹងឡើងទៅជាខ្ទុះបែបនេះអញ្ចឹងណាបងប្អូនអញ្ចឹងអ្នកទាំងអស់គ្នាសូមមេត្តាលាងមុខឲ្យបានស្អាតកុំទុកមុខឲ្យឡើងបែបនេះសោះជាពិសេសគឺពេលយប់ត្រូវតែលាងមុខឲ្យបានស្អាតល្អជ្រះអស់ហើយសំចូលគេងណាបងប្អូន